សួស្តីនឹងសូមជម្រាបសួរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះមកថតផ្កាទៀតហើយផ្កាបងនៅមុខផ្ទះនឹងឯងនិយាយពីថាអូយក្លិនក្រអូបតាក់ទាញណាស់ផ្កាមួយប្រភេទនេះគឺមានឈ្មោះថាផ្កាដៃនាងក្រចកនាងឬក៏ផ្កាអណ្ដូងប្រាំងហើយអ្នកខ្លះក៏ហៅថាផ្កាណាគ្រីប៉ុន្តែបើតាមនាងខ្ញុំគិតផ្កាមួយប្រភេទនេះមិនមែនជាផ្កាណាគ្រីទេដោយសារតែផ្កាណាគ្រីឬក៏ផ្ការាត្រីនោះគឺវាមានពណ៌សហើយលក្ខណៈតូចហើយវារីកមានក្លិនក្រអូបនៅពេលម៉ោង7យប់រហូតដល់ម៉ោង8 9ព្រឹកគឺអស់ក្លិនហើយតែដោយឡែកផ្កាមួយប្រភេទនេះគឺក្អូបទាំងយប់ក្អូបទាំងថ្ងៃតែវាមានក្លិនអត់ទៅរីកអត់ទៅក្រអូបផ្សាយពេកបានឆ្ងាយទេវាក្រអូបបែបលក្ខណៈចិត្តហើយផ្កាមួយប្រភេទនេះយើងអាចប្រើដើម្បីក្រងធ្វើជាភួងក៏បានដែរយើងអាចធ្វើជាភួងពេញក៏បានយើងអាចក្រងធ្វើជារំយោលក៏បានគឺមានសម្រស់ស្អាតណាស់តែផ្កាមួយប្រភេទនេះយើងក្រងភួងវាអត់មានសភាពហាប់ណែនដូចជាផ្កាពុតទេបើផ្កាពុតយើងក្រងទៅមានសភាពហាប់ណែនហើយទុកបានយូរទៀតផ្កាពុតយើងនៅពេលដែលយើងក្រងធ្វើជាភួងគឺវាអត់មានសភាពចំទេតែគួរឲ្យស្ដាយបន្តិចផ្កាពុតអត់មានក្លិនក្រអូបទេបើផ្កាម្លិះមានក្លិនក្រអូបប៉ុន្តែនៅពេលដែលយើងក្រងទៅវាឆាប់ចំវាដូចថាពេលដែលយើងអត់សូវចេះអញ្ចឹងយើងក្រងទៅគឺមានសភាពឆាប់ចំតែបើផ្កាមួយប្រភេទនេះអត់មានបញ្ហាអីទេតែគ្រាន់តែថាយើងមើលទៅភួងយើងវាដូចថាមានសភាពមិនសូវហាប់ណែនល្អប៉ុន្តែនាងខ្ញុំមិនថាជាផ្កាអ្វីទេពុកម៉ែបងប្អូនគឺនាងខ្ញុំស្រឡាញ់ចូលចិត្តទាំងអស់ជាពិសេសគឺរុក្ខជាតិធម្មជាតិតែម្ដងមិនថាជាផ្កាមិនថាជាបន្លែមិនថាជាផ្លែឈើគឺនាងខ្ញុំចូលចិត្តទាំងអស់ហើយសពថ្ងៃនេះគ្រប់ភេទរបស់នាងខ្ញុំគឺចែករំលែកអំពីរុក្ខជាតិធម្មជាតិចំពោះនាងខ្ញុំក្តីសុខបំផុតនៅពេលដែលចែករំលែកអ្វីដែលជារុក្ខជាតិធម្មជាតិចែកជូនដល់ពុកម៉ែបងប្អូនឬក៏ក្មេងជំនាន់ក្រោយឲ្យបានស្គាល់ដោយសារតែសពថ្ងៃនេះពុកម៉ែបងប្អូនមិនសូវមានអ្នកចែករំលែកអំពីរុក្ខជាតិធម្មជាតិទេហើយរុក្ខជាតិមួយចំនួនគឺបានបាត់បង់ឈ្មោះដោយសារតែខ្វះការចែករំលែកតគ្នានឹងឯងហើយនាងខ្ញុំមកបង្ហាញដោយសារតែផ្កាវាកំពុងបញ្ចេញសម្រស់បញ្ចេញក្លិនយ៉ាងស្អាតដូច្នេះហើយមិនទុកឲ្យខាតពេលយូរទេនាងខ្ញុំក៏មកធ្វើវីដេអូបង្ហាញចែកជូនដល់ពុកម៉ែបងប្អូនឲ្យបានឃើញម្ដងទៀតបើនិយាយពីផ្កាមួយប្រភេទនេះគឺនាងខ្ញុំចែករំលែកញឹកញាប់ណាស់ដោយសារតែការស្រឡាញ់ការចូលចិត្តធម្មតាវីដេអូពុកម៉ែបងប្អូនបើយើងចែករំលែកទៅច្រើនមានអ្នកស្គាល់និងមានអ្នកឃើញក៏បានច្រើនដែរហើយណាមួយវាជាសេចក្តីសុខរបស់នាងខ្ញុំចូលចិត្តស្រឡាញ់អ្វីដែលជាធម្មជាតិស្រីគេអ្នកផ្សេងគេចូលចិត្តដើរសពភីងដើរក្នុងហាងតែនាងខ្ញុំអត់ទេចូលចិត្តដើរតាមព្រៃតាមចំការតាមសួនផ្កាគឺជាក្តីសុខបំផុតហើយចំពោះវីដេអូនេះគឺសូមបញ្ចប់ត្រឹមនឹងសូមជម្រាបលា